Hello អ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមានព័ត៌មានមួយចង់មកចែកម្លែកដល់អ្នកនរគ្នាតាក់ទងទៅនឹង game Call of Duty ដែលវាបានចេញ trailer ថ្មីហ្នឹងហើយនៅខាងកូរ៉េមួយចំនួនគឺមានភាពចម្រូងច្រាសដោយសារតែនៅក្នុង trailer ហ្នឹងគឺបានបង្ហាញអីដែលវាអត់គួរណាតែមានអ្នកខ្លះក៏ sensitive ទៅលើ topic ហ្នឹងតើភាពចម្រូងច្រាសហ្នឹងវាមិនខ្លះអញ្ចឹងក្នុង trailer ហ្នឹងគឺយើងបានឃើញទាហានទី1គឺទាហាននៅកូរ៉េខាងត្បូងនិងរូបភាពនៅទីក្រុងសូលឬក៏តំបន់ព្រំដែន DMZ ហើយដូចយើងដឹងថាតំបន់ព្រំដែនជាមួយនឹងនៅលើទឹកដីរបស់កូរ៉េដែលគេយកកូរ៉េធ្វើជា main base អាចថាសាច់រឿងទាំងមូលនៃ game ក្រោយហ្នឹងវាធ្វើឡើងនៅក្នុងប្រទេសកូរ៉េបញ្ជាក់គឺកូរ៉េខាងត្បូងហើយដូចយើងដឹងថាអ្នកដែលនៅជាប់កូរ៉េថាទឹកដីកូរ៉េទាំងមូលគឺមានពីរផ្នែកកូរ៉េខាងជើងនិងកូរ៉េខាងត្បូងអញ្ចឹងនៅក្នុង trailer ហ្នឹងគឺយើងឃើញថាគេបង្ហាញកូរ៉េខាងត្បូងគឺមានចំនួនជាមួយនឹងកូរ៉េខាងជើងវាជារឿងមួយនៅក្នុងប្រវត្តិសាស្ត្រដែលអ្នកផ្សេងទៀតគឺគេអត់ចង់ឃើញឲ្យមានរូបភាពបែបហ្នឹងទេបើទោះបីជាវាជា trailer នៅក្នុង game ក៏ដោយឥឡូវយើងសាកទៅមើល trailer ហ្នឹងទាំងអស់គ្នាshitចឹងដូចយើងឃើញនៅក្នុង trailer គេបង្ហាញពីទាហានក្មេងរបស់កូរ៉េដែលដើរនៅក្នុងប្រទេសកូរ៉េហ្នឹងហើយមាន missile ធ្លាក់មកពីលើខូចខាតតំបន់ហើយមានចំនួនជាមួយនឹងកូរ៉េខាងជើងដែលជាការវាយប្រហារទ្រង់ទ្រាយធំ surprise attack ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្ត game និងអត់សូវគិតច្រើនគឺគេអត់ស្រួលគេអត់មានបញ្ហាអីជាមួយ trailer នេះទេឬក៏អ្នកនៅរស់នៅខាងក្រៅប្រទេសនៅក្នុងពិភពលោកគឺគេអាចនឹងសប្បាយជាមួយនឹងការលេង game ទាំងអស់ហ្នឹងដោយសារតែវាជា game បាញ់គ្នា Modern Warfare គឺយើងដឹងហើយថាភាគច្រើន game គឺគេ inspire មកពីព្រឹត្តិការណ៍ណាដែលវាស្តៀងទៅនឹងព្រឹត្តិការណ៍ពិតគេយកវាមកធ្វើនៅក្នុងសម័យថ្មីដែលវាពាក់ព័ន្ធទៅនឹងអាចថានយោបាយស្ថានភាពនយោបាយឬក៏អាវុធទំនើបដែលវាមាននៅសម័យឥឡូវហ្នឹងគេយកវាមកលាយឡំនៅក្នុង game ទាំងមូលមកដើម្បីឲ្យវាមាន attention ហើយចង់លេងវាបន្តទៀតប៉ុន្តែវាអាចជាបញ្ហាបន្តិចដោយសារវាគឺជាការបង្ហាញទៅលើប្រទេសមួយដែលកុម្មុយនីសហើយនៅពេលដែលកូរ៉េខាងជើងគឺគេឃើញវីដេអូបែបនេះឬក៏ game series អញ្ចឹងគេអាចនឹងក្តៅក្រហាយឬក៏យើងមិនក៏យើងអត់ដឹងទេហើយអ្នកខ្លះដែលធ្លាប់ឆ្លងកាត់សង្គ្រាមហើយចឹងទៅនៅជំនាន់អាយុចាស់គេអាចនឹងអត់ចង់ឃើញដោយសារតែបញ្ហារបស់ហ្នឹងធ្វើឲ្យគេរស់នៅបែកគ្រួសារអាហ្នឹងមិនចង់ឃើញថាទាហានក្រោយៗរបស់កូរ៉េខាងត្បូងគឺត្រូវបន្តឆ្លងកាត់សង្គ្រាមចឹងទៀតយើងគិត positive trailer game ក្រោយហ្នឹង
វាអាចបង្ហាញពី culture របស់កូរ៉េច្រើនជាងមុនគេស្គាល់កូរ៉េដូចទៅនឹង K-pop ដូចទៅនឹងK-drama ឬក៏រឿងផ្សេងៗទៀតដូច Train to Busan អីចឹងទៅដែលវាធ្វើឲ្យប្រទេសកូរ៉េគឺអាចរីកចម្រើនដោយសារតែគេយកវប្បធម៌របស់កូរ៉េគឺយកមកលាយឡំនៅក្នុងហ្នឹងតើអ្នកនរគ្នាយល់មិនគិតថាវាផ្ទុះការរិះគន់មួយធំនៅពេលដែលហ្គេមហ្នឹងចេញហើយគេត្រូវ shut down ទៅលើ map មួយដែលត្រូវ playground នៅកូរ៉េគឺបិទ mission នៅហ្នឹងចោលហ្មងឬក៏បញ្ហាទាំងអស់គឺមកធម្មតាវិញហើយគេនៅបន្តលេងធម្មតាអញ្ចឹងកន្លែងនេះវារឿងមួយដែលថា developer គឺត្រូវគិតតិចមុននឹងយើងធ្វើការ apply របស់ពិតចូលមកក្នុង game ទាំង culture ទាំងអីក៏ដោយដែលវាពាក់ព័ន្ធរឿងនយោបាយរឿងចម្រូងចម្រាសដែលវាអត់ទាន់ដាច់ស្រេចហើយវានៅអូបន្លាយពេលជាច្រើនសតវត្សគួរណាតែកុំដាក់វាចូលឬក៏យើងត្រូវមានអ្នកពិគ្រោះយោបល់នៅប្រទេសកូរ៉េនឹងផ្ទាល់ដើម្បីគិតថាតើវា sensitive អត់មុននឹងយើងធ្វើការយករបស់ទាំងអស់ហ្នឹងយកមកដាក់ចូលប៉ុន្តែខាង developer ខាងអ្នកផលិត game មេតិកានេះគឺគេថាគេមានការស្រាវជ្រាវនឹងគិតគូរអស់ហើយមុននឹងគេធ្វើដល់នេះមួយវិញទៀតដោយសារតែបញ្ហាចឹងខាង game ក្រោយឬក៏ game Battlefield game បាញ់គ្នាផ្សេងហ្នឹងគឺគេអត់សូវយកយោធាពិតយកមកដាក់ទេបានន័យថាគេបង្កើតប្រទេសคล้ายៗមួយមកឬក៏សង្គ្រាមដែលមិនសូវច្បាស់លាស់អត់ប៉ះពាល់ណាគេទេដើម្បីទប់ស្កាត់កុំឲ្យមានការផ្ទុះរិះគន់ហើយគេហៅចំណូលខាតធ្វើទៅថាចឹងក៏ដោយប៉ុន្តែ game Call of Duty គឺមនុស្សច្រើនលេង game ហ្នឹងមិនមែនដើម្បីលេង storytelling ទេមើលជាទូទៅគេលេងដើម្បីលេង online ហើយចំពោះខ្ញុំគិតថាវាអត់អីទេកុំឲ្យថានៅក្នុង game ហ្នឹងគឺ mention ឈ្មោះចំឬក៏មាន mission ណាទៅខុសខើដូចឧទាហរណ៍ mission នៅក្នុងរុស្ស៊ីដែលត្រូវទៅ Moscow ហើយសម្រាប់ជនស៊ីវិលអីចឹងយើងចាំមើលចាក់ស្ដែងហើយ Call of Duty ក្រោយគេនឹងព្យាយាមធ្វើវា release ទៅលើ PlayStation 5 និង Nintendo Switch 2 ប៉ុន្តែខ្ញុំអត់មានអីលេងទេហើយខ្ញុំក៏អត់ដែរលេងដែរតែមើលគេលេងនៅក្នុង YouTube តែប៉ុណ្ណឹងអញ្ចឹងបងប្អូនគ្នាគិតមិនដែរចំពោះរឿងរ៉ាវទៅនឹងព្រំដែននិងការបាញ់មីស៊ីលតម្លាក់ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងតើវាអាចជា sensitive topic នៅក្នុងកូរ៉េខាងជើងអត់បើសិនជាគេធ្វើចឹងវាអាចដុតកំហឹងអត់អានេះយើងគិតថាវាអូខេគ្រាន់ជាហ្គេមមានណាទៅនេះប៉ុន្តែយើងត្រូវដឹងថានៅកូរ៉េខាងជើងប្រទេសផ្ដាច់ការរឿងទូចខ្លះក៏គេអាចធ្វើវាជារឿងធំដែរដូចយើងដឹងថានៅហ្នឹងគឺ restrict ប៉ុណ្ណាសូម្បីតែ K-pop សូម្បីអីគឺគេអត់ឲ្យចាក់នៅនោះទេសូម្បីអាមេរិកចឹងអូខេអញ្ចឹងយើងមានប៉ុណ្ណឹងអរគុណដែលស្ដាប់មួយទៀតបើសិនជាទាំងអស់គ្នាចង់បានអាវឬក៏ទិញអាវពីខ្ញុំដែលមាន logo NASA ពីមុខហើយ design ក្រោយគឺតាក់ទងទៅនឹងរូប alien គឺអាចតាក់ទងមកខ្ញុំបានទី1គឺនៅក្នុង Facebook page ទី2គឺ information នៅក្នុង description ហ្នឹងហើយអាវហ្នឹងគឺអត់មានច្រើនទេខ្ញុំធ្វើតាមបានទេហើយមាន size ក៏អត់សូវមានច្រើនដែរអញ្ចឹងអ្នកមកមុនគឺបានមុនហើយបើសិនជាអស់មានអ្នកចង់ទិញទៀតមានតែ pre order វាជាប្រភេទអាវសាច់កណាត់កតុង300 GSM វាមិនសូវក្រាស់ហ្មងទេវាល្មមស្រួលពាក់បើសិនជាយើងទៅខាងក្រៅយើងឈរអាថ្ងៃហ្មងអាហ្នឹងវាអាចបែកញើសតិចដោយសារវាអាវវាមានតែពណ៌ខ្មៅខ្ញុំលក់តែពណ៌ខ្មៅទេប្រភេទអាវហ្នឹងឬក៏ design មួយហ្នឹងអញ្ចឹងវាថប់តិចប៉ុន្តែវាមិនស្អាតបើសិនជាយើងដើរនៅខាងក្នុងហាងឬក៏កន្លែងណាវាមិនសូវក្តៅនៅខាងក្នុងផ្ទះនៅអីខ្ញុំគាត់ថាវាអត់អីទេមកយើងឈរហាថ្ងៃហើយយើងដើរកន្លែងក្តៅខ្លាំងជាពិសេសពេលថ្ងៃត្រង់អីអាហ្នឹងគឺដើរញើសចូលហើយអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណជួបគ្នាថ្ងៃក្រោយបាយបាយ